នេះហើយដែលគេហៅថាទឹកដីខ្មែរទឹកដីអច្ឆរិយៈសម្បូរណាស់បងប្អូនអើយតំបន់ទេសចរបែបធម្មជាតិជាក់ស្ដែងតំបន់ទេសចរធម្មជាតិកំពង់ត្រាចនេះគឺថាពិតជាអស្ចារ្យខ្លាំងមែនទែនក្រោយពីខ្ញុំបានមកលេងទីនេះទើបខ្ញុំដឹងថាអស្ចារ្យប៉ុណ្ណាបងប្អូនមានរូងភ្នំធំហើយបើភ្នំវិញគឺស្អាតខ្លាំងមែនទែនកន្លែងនីមួយៗសុទ្ធតែមានឈ្មោះនិងអត្ថន័យរបស់វាទាំងអស់តែម្ដងសម្រាប់ខ្ញុំវិញបានដើរបណ្ដើរស្ដាប់បងប្អូនដែលបានណែនាំផ្លូវហ្នឹងគាត់ប្រាប់បណ្ដើរអំពីដំណើររឿងក៏ដូចជាចំណុចខ្លះៗនៃរូងភ្នំនេះពិតជាមានអារម្មណ៍ថាវ៉ាវប្រទេសយើងពិតជាមានតំបន់ទេសចរដ៏អច្ឆរិយៈយ៉ាងនេះពិតជាមានប្រវត្តិសាស្ត្រដ៏ល្អខ្លាំងមែនទែនក្រោយពីចូលរូងភ្នំហើយអត់ទាន់ចប់ទេយើងអាចធ្វើសកម្មភាព activity ផ្សេងៗដែរដូចជាការជិះរទេះសេះសម្រាប់ការជិះរទេះសេះនេះគឺយើងអាចជិះជុំវិញភ្នំតែម្ដងហើយបើតាមបងដែលនៅទីនោះប្រាប់ថាបើយើងជិះរទេះសេះជុំវិញភ្នំតែម្ដងគឺមានចម្ងាយ4គីឡូម៉ែត្រសម្រាប់ខ្ញុំបានជិះរទេះសេះបណ្ដើរមើលទិដ្ឋភាពភ្នំដ៏អស្ចារ្យបណ្ដើរគឺពិតជារំភើបខ្លាំងមែនទែនជាមួយនឹងទិដ្ឋភាពដ៏អស្ចារ្យនៃភ្នំស្រុកខ្មែរយើងនេះនៅជ្រុងម្ខាងទៀតនៃភ្នំក៏មានចំណុចមួយដែលអាចឲ្យយើងឡើងទៅខាងលើហើយមើលទិដ្ឋភាពចុះមកខាងក្រោមបើមិនបានឡើងទេប្រហែលជាស្ដាយបន្តិចព្រោះថាចំណុចនេះគឺអាចមើលទិដ្ឋភាពទាំងមូលនៃភ្នំតែម្ដងសម្រាប់ខ្ញុំអត់មានអីក្រៅពីពាក្យថាវ៉ាវទេបាទអញ្ចឹងសម្រាប់អ្នកដែលមិនទាន់បានទៅលេងរមណីយដ្ឋានកំពង់ត្រាចទេដូច្នេះបើសិនជាបងប្អូនទាំងអស់គ្នាមិនទាន់បានទៅលេងតំបន់ទេសចរធម្មជាតិកំពង់ត្រាចទេខ្ញុំគិតថាគួរតែបានទៅលេងម្ដងហើយសម្រាប់តំបន់របស់យើងនេះក៏មានទីតាំងមិនឆ្ងាយណាស់ណាដែរគឺនៅខេត្តកពតយើងនឹងឯងអញ្ចឹងសម្រាប់ឆ្លងឆ្នាំនេះឬក៏ឱកាសថ្ងៃបុណ្យទានខាងមុខអីបើសិនជាមិនទាន់បានទៅដើរលេងនៅតំបន់ទេសចរធម្មជាតិកំពង់ត្រាចទេអាចទៅទីនោះបានព្រោះថានៅទីនោះគឺមានទេសភាពស្រស់ស្អាតខ្លាំងមែនតើហើយខ្ញុំគិតថាសម្រាប់អ្នកដែលចូលចិត្តឡើងភ្នំក៏ដូចជាចូលចិត្តដើរលេងខាងបែបភ្នំណាគឺត្រូវខ្លាំងតែម្ដងអញ្ចឹងបងប្អូនកុំភ្លេចទៅគាំទ្រតំបន់ទេសចររបស់យើងហើយជាពិសេសពេលទៅដល់ទីណាក៏ដោយកុំភ្លេចឲ្យសោះជួយសម្អាតបរិស្ថានក៏ដូចជាស្រឡាញ់បរិស្ថាននិងតំបន់ទេសចរដើម្បីឲ្យភ្ញៀវទេសចរមកលេងស្រុកខ្មែរយើងគេសរសើរពីប្រទេសកម្ពុជារបស់យើងថ្ងៃនេះ vlog របស់ខ្ញុំមានតែប៉ុណ្្នឹងទេអរគុណច្រើនបាយបាយជួបគ្នានៅ vlog ក្រោយទៀត